បាទតាក់ទងជាមួយនឹងអាគុយបាទធំជាងតិចសម្រាប់ Avatar 650 គីឡូហើយជាមួយនឹង Mazda វិញគឺ600 គីឡូទំហំកញ្ចប់អាគុយធំជាងហើយល្បឿនសាកវិញក៏លឿនជាងដែរជាមួយនឹងបច្ចេកវិទ្យារបស់ Avatar នេះគឺសាកថ្មបានsupport ភ្លើងរហូតដល់420 គីឡូវ៉ាត់ណាបាទ Mazda វិញខ្ញុំអត់ដឹងច្បាស់ដែរព័ត៌មានហើយមួយទៀតគឺការស៊ីភ្លើងបាទ Avatar យើងស៊ីភ្លើងតិចជាងតិចបាទមួយទៀតតាក់ទងជាមួយនឹងបូមបាទ option Make Plus ដូចគ្នា Avatar គឺប្រើបូមខ្យល់តុនរឹងឡើងចុះបានចំពោះ Mazda វិញគឺអត់មានបូមខ្យល់ហើយជាបូមរសធម្មតាបាទប៉ុន្តែ Mazda គឺជាក្រុមហ៊ុនមួយដែលធ្វើបូមគ្រឿងជើងក្រោមហើយនឹង performance បានល្អប្រសើរតាំងពីដើមមកណាអញ្ចឹងមិនមែនយើងមើលតែប៉ុណ្្នឹងទេមួយទៀតគឺទ្វារបឺតណាសម្រាប់ឡាន Avatar យើងអាចប្រើបាទមានទ្វារបឺតបាន Mazda គឺអត់មានទេមកមើលគ្រឿងខាងក្នុង Avatar នេះគឺស្បែកច្រើនជាងហើយជាប្រភេទស្បែកណាផាស្បែកសុទ្ធអញ្ចឹងបងប្អូនបាទទាំងខាងលើនេះក៏ជាប្រភេទស្បែកផងដែរចំពោះឡាន Mazda វិញបាទខាងនេះគឺស្បែកប៉ុន្តែជាស្បែកឆ្នៃអញ្ចឹងបងប្អូនមិនមែនជាស្បែកធម្មជាតិទេហើយបាទកន្លែងខាងក្រោមនេះជាដើមកន្លែងនេះអីគឺជ័រអញ្ចឹងណាកន្លែងនេះគឺជ័រនិយាយទៅគឺភាពប៉និតគឺចាញ់ Avatar ទេហើយខ្ញុំឃើញចំណុចមួយទៀតដែល Mazda ធ្វើអត់សូវតំណងបងប្អូនបាទកន្លែងកៅអីនេះបាទធ្វើមករៀងតម្រេតអញ្ចឹងកន្លែងកៅអីនេះនៅពេលយើងដាក់ជើងណាបាទដាក់ជើងអញ្ចឹងគឺស្រួលបងប្អូនតែពេលខ្លះបាទយើងចង់ដកជើងមកបាទទៅបងប្អូនឃើញដល់ពេលយើងដកជើងខាងនេះមកយើងទៅខុសពី Avatar គឺជើងកៅអីមកបែបនេះអញ្ចឹងណាយើងមានកន្លែងតលាយសម្រាប់ដាក់ជើងបាទមួយវិញទៀតគឺអេក្រង់និយាយទៅអេក្រង់បើសិនណាជាយើងមកមើលបាទ Mazda គឺល្អត្រង់អេក្រង់ទៅវែងបែបនេះបាទមើលទៅវែងធំមែនតើប៉ុន្តែបើសិនណាខ្ញុំអត់ដឹងថាស្ពេចអេក្រង់នេះបែបម៉េចទេប៉ុន្តែយើងមើលនៅភ្នែកណាមើលអេក្រង់ Avatar ហើយមកមើលអេក្រង់របស់ Mazda នេះវិញយើងអាចដឹងបានថាអេក្រង់របស់ Mazda នេះ PPI វាតូចជាងបាទអញ្ចឹងណាមានន័យថាមើលទៅរឿងបែក pixel អត់សូវច្បាស់ដូចអេក្រង់ Avatar ទេហើយនៅពេលដែលយើងថាច់បញ្ជាគឺមានអារម្មណ៍ដឹងថាវា slow រឿង delay ជាងចំណុចល្អរបស់ឡាន Mazda នេះយើងទៅឡើង Google Map YouTube TikTok អីបានអញ្ចឹងណាបាទនិយាយទៅគឺឡានធ្វើនៅចិនដូចគ្នាទេបាទក្រុមហ៊ុនរបស់ Chang'an ដូចគ្នាក៏ប៉ុន្តែបាទនេះគឺរឿងកាត់ជប៉ុនអញ្ចឹងទៅបាទខុសពី Avatar គឺបាទចិនសុទ្ធហ្មង Avatar បងប្អូនចង់បាន YouTube ឬមួយក៏ចង់បាន Apple CarPlay អីគឺរឿងពិបាកអីបាទសម្រាប់ឡាន Mazda វិញគឺងាយស្រួលអញ្ចឹងណាអាចមានមុខងារ Apple CarPlay ថែមទៀតកន្លែងកញ្ចក់នេះខ្ញុំគិតថា Mazda ធ្វើបានល្អជាងកញ្ចក់កាមេរ៉ានៅជាមួយនឹងទ្វារឡានអញ្ចឹងគឺវានៅក្បែរជាមួយនឹងកញ្ចក់ដែលយើងមើលពីមុនច្រឡំមើលទៅនោះអញ្ចឹងទៅយើងអាចកលេចមកផ្លែតមកនេះវិញប៉ុន្តែបើ Avatar វិញអត់ទេបាទនៅខាងមុខតាប់ឡូនេះអញ្ចឹងយើងមើលច្រឡំអញ្ចឹងទៅបាទតោះតែកលេចមកមើលខាងនេះវិញអញ្ចឹងវាអាចនឹងពិបាកក្នុងការស៊ាំបើស្នាជាបងប្អូនប្រើឡាន2គ្រឿងបាទខ្ញុំអត់ណែនាំប្រើប្រភេទកញ្ចក់កាមេរ៉ាទេកញ្ចក់យើងធម្មតាទៅបើមិនអញ្ចឹងទេបងប្អូនដូរឡានចុះឡើងគឺពិបាកទ្លាប់មែនតើAvatar នេះគឺមានទូទឹកកកបាទប៉ុន្តែយើងត្រូវការថែមលុយណាស្បែកពូកណាផានេះបាទដែលខ្ញុំនិយាយមុនហ្នឹងក៏យើងត្រូវការថែមលុយដែរហើយចំពោះតម្លៃឡានគឺខុសគ្នាប្រហែលជា 10000 បាទអញ្ចឹងបងប្អូនគួរជ្រើសរើសយកមួយណានៅមានចំណុចផ្សេងដែលខុសគ្នាទៀតបងប្អូនខ្ញុំអត់ទាន់បាននិយាយអស់វីដេអូរឿងវែងដែរអញ្ចឹងបើសិនណាជាបងប្អូនចាប់អារម្មណ៍គឺ comment ប្រាប់មកខ្ញុំនឹងធ្វើវីដេអូបន្តជូន